ក្នុងមេរៀននេះយើងនឹងរៀនអំពីការដំឡើងកញ្ចប់ភាសាឲ្យ Tiny MCE យើងឆ្ងល់ថាហេតុអីបានជាចំណុចប្រទាក់របស់ Joomla ឥឡូវបច្ចុប្បន្នគឺស្ថិតក្នុងភាសាខ្មែរហើយតែ Tiny MCE ពេលដែលយើងដាក់មកនៅលើប៊ូតុងវាឃើញថាជាភាសាអង់គ្លេសបាទមូលហេតុដោយសារ Tiny MCE នេះគឺជាគម្រោងមួយផ្សេងក្រៅពី Joomla គ្រាន់តែ Joomla បានច្របាច់បញ្ចូលនៅកម្មវិធីនិពន្ធរបស់ Tiny MCE ហ្នឹងបញ្ចូលធ្វើទៅជាកម្មវិធីបន្ថែមនៅក្នុង Joomla ប៉ុណ្ណោះដូច្នេះយើងអាចរកបាននៅកញ្ចប់ភាសាតាមរយៈគេហទំព័ររបស់ Tiny MCE បាទហើយយើងអាចនឹងត្រូវទាមទារឲ្យកត់ត្រាចូលបាទហើយខ្ញុំចូលទៅផ្នែក development បាទខ្ញុំកត់ត្រាចូលប្រើឈ្មោះរបស់ខ្ញុំផ្នែក development នេះគឺមានអ្នក contributing បាទអ្នករួមពីគទានអ្នកបកប្រែចំណែកខ្ញុំផ្ទាល់ខ្ញុំបានចូលរួមបកប្រែហើយយើងអាចចុចទៅលើផ្នែកបកប្រែយើងនឹងឃើញ Tiny MCE បាទ Tiny MCE យើងនឹងឃើញអក្សរខ្មែរនេះ KM បាទបើអ្នកអាចមើលកញ្ចប់ភាសាខ្មែរជាការសាកល្បងដោយចូលទៅក្នុងឧទាហរណ៍ថាចូលក្នុង edit ជាដើមបាទយើងចូលទៅក្នុង Command Central ឬចុច edit ហើយចុចលើពាក្យថា preview preview យើងឃើញថានេះបែបជាកញ្ចប់ភាសាខ្មែរទាំងអស់មែនទេខ្ញុំសង្កេតឃើញថានៅត្រង់ផ្នែក CAS តង់រចនាបថនេះឃើញនៅមានកង្វះខាតមិនទាន់បកប្រែឬក៏ខ្វះខ្សែអក្សរចំនួន6ទៀតបាទសិតតែខ្វះកន្លែងនេះបាទមែនទេខ្វះនេះមុនដំបូងខ្ញុំសង្ស័យថាអ្នកបកប្រែផ្នែកភាសាខ្មែរយើងហ្នឹងគឺបកផ្នែកខ្វះដូច្នេះខ្ញុំបានត្រឡប់ទៅមើលម្ដងទៀតគឺគេបានសរសេរឲ្យថាផ្នែក Command Central នេះគឺ 100% ហើយមែនទេនេះយើងឃើញថាពណ៌បៃតងសុទ្ធហ្នឹងគឺមានន័យថា 100% បានបកប្រែហើយខ្ញុំចូលទៅមើលជាភាសាជនជាតិភាសាបារាំងគឺជួយទៅគេមានសកម្មជនបកប្រែបានច្រើនណាគឺគេភាគច្រើនគឺបកប្រែ 100% រហូតបាទអញ្ចឹងយើងអាចចូលទៅមើលដែរខ្ញុំចូលទៅមើលបើសិនជាគេខ្វះទៀតមិនមែនមានន័យថាខ្វះដោយសារតែភាសាខ្មែរយើងទេមានន័យថាជាកង្វះខាតរបស់អ្នកសរសេរកម្មវិធីនិពន្ធនឹង JC Tiny MCE នឹងតែម្ដងពេលខ្ញុំចុចទៅយើងគេឃើញថាបាទប៊ូតុងទាំង line នេះសិតតែខ្វះមែនបាទខ្វះចំនួនប៊ូតុងចំនួន6ហ្នឹងខ្វះទាំងអស់គ្នាទេបាទហើយនេះជាវិធីទី1ដែលយើងអាចរកកញ្ចប់ភាសាបានសួរថាយើងដំឡើងពេលដំឡើងយ៉ាងម៉េចត្រឡប់ទៅរក Tiny MCE ភាសាខ្មែរកញ្ចប់ភាសាខ្មែរវិញបាទចូលយក Command Central រួចចុចអង្គិលមកក្រោមដោនឡូតម្ដងទៀតខ្ញុំចុចរក្សាទុកបាទដោនឡូតហើយគឺខ្ញុំដាក់នៅទំព័រមុខបាទនេះជាកញ្ចប់ JC សួរថាខ្ញុំដំឡើងយ៉ាងម៉េចបាទ3កញ្ចប់នេះជាទូទៅពេលដែលយើងចង់ដំឡើងគឺយើងត្រូវផ្ទុកកញ្ចប់ទាំង3ហ្នឹងចូលទៅកាន់ port យើងចូលទៅក្នុងបាទយើងគឺក្នុង Joomla 17អញ្ចឹងយើងចូលទៅក្នុង port media រួចចូលទៅកាន់ editor Tiny MCE JavaScript Tiny MCE បាទនេះយើងនឹងឃើញកញ្ចប់ទាំង3ហ្នឹងអញ្ចឹងកញ្ចប់ទាំង3ហ្នឹងគឺមានន័យថាយើងទាញយកកញ្ចប់ទាំង3ហ្នឹងមកបោះចូលក្នុងតែម្ដងជាការស្រេចបាទក្នុងវិធីបញ្ចូលទី1តែខ្ញុំមិនណែនាំឲ្យបញ្ចូលបែបនេះទេយើងមានក្រុមបកប្រែកញ្ចប់ភាសាខ្មែរសម្រាប់ Tiny MCE ដែលយើងស្វែងរកតាមរយៈឧទាហរណ៍វាយថា Joomla ខ្មែរ language pack បាទវាយរក Joomla ខ្មែរ language pack គឺនៅត្រង់ជួរគេលើគេទាំងអស់ហ្នឹងបាទយើងឃើញថាក្រៅពីផ្ដល់កញ្ចប់ភាសាសម្រាប់ខ្មែរសម្រាប់ Joomla ផ្ទាល់ក៏មានផ្ដល់កញ្ចប់ភាសាសម្រាប់ Tiny MCE អញ្ចឹងយើងអាចរកបាននៅត្រង់ផ្នែកវេទិកា Joomla ភាសាខ្មែរក៏បានឬក៏ខ្ញុំចុចត្រង់ download ត្រង់ទាញយកយើងឃើញថានៅក្នុងកញ្ចប់បាទភាសាខ្មែរសម្រាប់ Joomla 1.7 ហ្នឹងបានមកអមជាមួយនឹង Tiny MCE
នេះដែរ Tiny MC នេះគឺនេះមានន័យថា Tiny MC ក្នុងកំណែ 3.4/3.2 ដែលបានប្រើនៅក្នុង Joomla 1.7 បាទហើយជាកំណែទី1អញ្ចឹងខ្ញុំអាចទាញយកមកបាទខ្ញុំអាចទាញយកបានក៏បានឬក៏ខ្ញុំមិនទាញយកក៏បានដែរខ្ញុំតាមវិធីអីកម្មវិធី copy link location បាទខ្ញុំ download តែម្ដងទៅកុំឲ្យស្មុគស្មាញខ្ញុំទាញយកមកដាក់នៅខាងខ្ញុំចុចអូខេបាទរក្សាទុកហើយបាទនៅទំព័រមុខបាទខ្ញុំដឹងថាវានៅទំព័រមុខហើយអញ្ចឹងខ្ញុំអាចត្រឡប់មកផ្នែកខាងក្រោយនៃ Joomla របស់យើងវិញហើយយើងធ្វើការដំឡើងបាទកញ្ចប់អំបញ្ញមិញនេះគឺយើងអាចដំឡើងដោយផ្ទាល់នៅក្នុងកម្មវិធីដំឡើងរបស់ Joomla តែកញ្ចប់ទី1ដែលយើង download ផ្ទាល់ពីគេទំព័ររបស់ TinyMC នោះពុំអាចបញ្ចូលតាមកម្មវិធីដំឡើងរបស់ Joomla បានទេបាទមិញយើង download មកពីកន្លែងចុងក្រោយមិញគឺកន្លែងនេះមិញនេះគឺមានភាពងាយស្រួលត្រង់ថាយើងមិនបាច់ copy ដោយដៃទេទោះបីជាយើងនៅក្នុងwebsite យើងបង្ហោះមែនតែនក៏ដោយក៏យើងអាចប្រើកញ្ចប់នឹងបានដែរគឺងាយស្រួលដំឡើងទៅវាបញ្ជូនទៅម្ដងតែតាមវិធីទី1ដែលខ្ញុំប្រាប់មិញនោះគឺត្រូវចម្លងដោយដៃយើងឃើញថាមានការលំបាកក្នុងការដំឡើងកញ្ចប់ភាសានោះទៅកាន់គេទំព័រនៅលើឋានបណ្ដាញមែនតែនរបស់យើងចូលទៅកម្មវិធីគ្រប់គ្រងផ្នែកបន្ថែមរួចចុច browse ទៅរកកញ្ចប់ភាសាដែលយើង download មកបាទខ្ញុំដាក់នៅលើ desktop កញ្ចប់ភាសាហ្នឹងនេះគឺ TinyMC 3.4.3.2 បាទរួចយើងចុចផ្ទុកឡើងបាទនេះក៏មានការណែនាំថាយើងបានដំឡើងបានជោគជ័យការណែនាំគឺយើងមើលទៅគឺថាឥឡូវយើងទៅកម្មវិធីគ្រប់គ្រងអត្ថបទយើងចូលសាកមើលតើ TinyMC យើងជាភាសាខ្មែរឬទេយើងឃើញថានៅភាសាអង់គ្លេសដដែលមូលហេតុថាយើងមិនបានមើលការណែនាំបាទមិញគឺគេបានណែនាំឲ្យធ្វើម៉េចដើម្បីឲ្យបានជាភាសាខ្មែរតផ្នែកហ្នឹងបាទអញ្ចឹងខ្ញុំសូមបិទវិញរួចខ្ញុំចូលទៅផ្នែកបន្ថែមចូលទៅកម្មវិធីគ្រប់គ្រងកម្មវិធីជំនួយហើយរក TinyMCE បាទកម្មវិធីនិពន្ធ TinyMCE បាទនៅត្រង់ផ្នែកគេសរសេរថាការជ្រើសរើសភាសាដោយស្វ័យប្រវត្តិទេមានន័យថាម៉េចបាទថាយើងកំពុងតែប្រើភាសាខ្មែរនោះវាមិនយកភាសាខ្មែរទៅស្វ័យប្រវត្តិទេមែនទេគឺវាយកភាសាអង់គ្លេសអញ្ចឹងបើយើងចង់ឲ្យស្វ័យប្រវត្តិគឺយើងយកត្រង់បាតកាលណាយើងយកបាតគឺវានឹងស្វ័យប្រវត្តិហើយនឹងយកភាសាខ្មែរប៉ុន្តែវាយកក្នុងករណីដែលយើងបានដំឡើងហើយដែរមែនទេបាទបើយើងអត់បានដំឡើងទេយើងយកបាតនោះនឹងមានបញ្ហាដូចជាអក្សរហ្នឹងមើលមិនឃើញទៅចេញជាកូដជាដើមកន្លែងហ្នឹងបាទយើងយកបាតហើយយើងមិនព្រួយបារម្ភទេកន្លែងនេះយើងមិនដាក់ក៏បានដែរកន្លែងនេះមិនដាក់ក៏បានដែរសំខាន់ឲ្យយកកន្លែងនេះនឹងចាប់យកភាសាខ្មែរដោយស្វ័យប្រវត្តិដែរយើងចុចរក្សាទុករួចបិទហើយយើងត្រឡប់ចូលទៅកម្មវិធីគ្រប់គ្រងអត្ថបទឡើងវិញចូលទៅមើលអត្ថបទណាមួយក៏បានបាទពេលនេះយើងសង្កេតឃើញថា TinyMC មកជាភាសាខ្មែរហើយបើយើងចង់មើលថាតើនៅត្រង់ប៊ូតុងរចនាប័ទ្មមិញមានបញ្ហាอะไรទេតើយើងបដូរទៅជាបាទយើងបិទហើយយើងចូលទៅកម្មវិធីគ្រប់គ្រងជំនួយចូលទៅ TinyMC ម្ដងទៀតបាទយើងដូរមុខងារវាទៅជាមុខងារបន្ថែមវិញបាទបន្ថែមគឺខ្លាំងជាងកម្រិតខ្ពស់ទៀតបាទលើកហ្នឹងយើងអាចចូលទៅកម្មវិធីគ្រប់គ្រងអត្ថបទម្ដងទៀតចូលទៅអត្ថបទណាមួយបាទលើកនេះយើងសង្កេតឃើញថាមានប៊ូតុងជាច្រើនបាទហើយយើងអាចចុចលើប៊ូតុងកែសម្រួលរចនាប័ទ្ម CSS យើងឃើញថាអក្សរអត់មានបញ្ហាដូចមុនទេមែនទេបាទអញ្ចឹងមូលហេតុគឺមានន័យថាអ្នកបកប្រែគាត់ឃើញមានបញ្ហាហើយបញ្ហាហ្នឹងមិនមែនមកពីអ្នកបកប្រែទេគឺមកពីអ្នកសរសេរកម្មវិធី TinyMC អញ្ចឹងគាត់បានបំពេញកង្វះខាតនៅភាសានោះស្ទើរតែទាំងស្រុងហើយទើបគាត់ដាក់ឲ្យយើងដំឡើងមកប្រើហើយគណៈការកំណត់របស់យើងសាកល្បងថាបើយើងដូរទៅជាអង់គ្លេសវិញតើវានឹងទៅជាអង់គ្លេសទាំងអស់ដែរទេយើងអាចសាកល្បងដោយបដូរនៅត្រង់ប្រវត្តិសង្ខេបខ្ញុំនេះទៅត្រង់ភាសាឆាកខាងក្រោយបាទឆាកខាងក្រោយខ្ញុំអាចយកភាសាអង់គ្លេសម្ដងវិញណា
ខ្ញុំយ៉ាភាសាអង់គ្លេសខ្ញុំរួចចុចបិទហើយរសារទុកមើលបាទទៅទាំងអស់ទៅជាភាសាអង់គ្លេសហើយលំនាំដើមមុនមកអញ្ចឹងយើងចូលសាកល្បងនៅក្នុងបទណាមួយយើងមើលឃើញថាតើដូរទៅអង់គ្លេសវិញទេបាទដូរទៅអង់គ្លេសបាទទៅអង់គ្លេសហើយផ្នែកនេះឃើញថាมันខ្វះខាតទេដោយសារវាអង់គ្លេសស្រាប់មែនទេអូខេការបញ្ចូលកញ្ចប់ភាសាខ្មែរសម្រាប់កម្មវិធីនិពន្ធ Tiny MCE ទៅបានបញ្ចប់អរគុណដែលបានមើលបទបង្ហាញរបស់ខ្ញុំ